សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាលស្ងាត់តែមិននៅស្ងៀមនោះទេគឺបានគិតគ្រប់មុខព្រួញទាំងអស់ដើម្បីដោះស្រាយទាំងកងទ័ពជនភៀសសឹកអ្នកវិលត្រឡប់មកពីប្រទេសថៃនិងមានគោលដៅសំខាន់គឺការពារអាយុជីវិតទ្រព្យសម្បត្តិទឹកដីនិងការស្ដារឡើងវិញនូវបរិស្ថានដែលអាចឲ្យប្រជាពលរដ្ឋរស់នៅបានល្អប្រសើរឡើងវិញថ្លែងនេះឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោលំដាប់ 4S សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាចក្ខុវិស័យនឹងទិសដៅអភិក្រមនៃការដោះស្រាយរបស់យើងនិងគោលដៅសំខាន់គឺការពារអាយុជីវិតទ្រព្យសម្បត្តិទឹកដីនិងការស្ដារឡើងវិញនូវបរិស្ថានដែលអាចឲ្យប្រជាជនរស់នៅដោយមិនបាច់តឹងទ្រូងបន្តទៀតសម្ដេចធិបតីហ៊ុនម៉ាណែតបន្ថែមថាអ្នកដោះស្រាយគឺមើលគ្រប់កន្លែងទាំងអស់គិតទាំងអស់ទាំងសភាពការនៅជួរមុខត្រូវដោះស្រាយបែបណាជនភៀសខ្លួនដែលតម្រូវឲ្យមានការស្នាក់នៅកន្លែងផ្សេងដែលត្រូវធ្វើឲ្យបាត់បង់ការងារត្រូវជួយយ៉ាងម៉េចស្វែងរកដំណោះស្រាយលើបញ្ហាពលរដ្ឋថៃទើបត្រឡប់មកចូលប្រទេសវិញត្រូវរកវិធីដោះស្រាយរឿងការងារជូនពួកគាត់បែបណារដ្ឋាភិបាលគិតគ្រប់ទិដ្ឋភាពទាំងអស់បងប្អូនអាចឆ្ងល់ថារដ្ឋាភិបាលស្ងាត់ស្ងៀមអត់ធ្មត់ឥឡូវទៅជាឌឺដងរឿងស្ងាត់ស្ងៀមអត់ធ្មត់ដោយសារកន្លែងនេះមើលឃើញដោះមិនចេញកន្លែងនោះមិនចេញខ្ញុំសូមឲ្យបងប្អូនយល់អំពីអត្ថប្រយោជន៍របស់វាទី1រាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀមទេយើងធ្វើសកម្មភាពទាំងអស់ដោយខ្ញុំរើសមិញហ្នឹងអភិក្រម2នេះសម្រេចបានមិនមែនដោយចៃដន្យទេគឺយើងធ្វើការងារសកម្មតម្រាំតបានបត់ឈប់បាញ់តម្រាំតបានជួប JBC RBC និយាយគ្នាតម្រាំតបានយើងមានក្រុងកិច្ចចរចាសន្តិភាពក្រោមធិបតីភាពរបស់អាដាម Donald Trump មិនមែនជាការងារដែលយើងស្ងៀមហើយកើតមានទេគឺការខិតខំប្រឹកប្រែងទី2រដ្ឋាភិបាលស្ងាត់ស្ងៀមអញ្ចឹងប្រហែលជាបោះបង់លែងយកចិត្តទុកដាក់ប្រជាពលរដ្ឋឃើញតែគេជួយកងទ័ពឃើញអីរត់ស្ងាត់ស្ងៀមទុកប្រជាជនទុកទ័ពចោលអត់ទេការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់រាយនិយាយពីរដ្ឋាភិបាលគឺពីរាជនាយករដ្ឋមន្ត្រីរហូតទៅដល់អភិបាលស្រុកមេឃុំរហូតទៅដល់កងកម្លាំងនៅកម្ពុជាយើងនៅជាមួយកងទ័ពជាមួយគ្រួសារទ័ពជាមួយប្រជាជនគ្រប់ទាំងអស់មិនថាអ្នកត្រឡប់មកពីថៃយើងខំប្រឹងរកការងារមិនទាន់បានទាំងអស់យើងខំប្រឹងភ្ជាប់ថែមទៀតឲ្យប្រជាពលរដ្ឋជនភៀសខ្លួនរាប់ម៉ឺននាក់កាលមុនរាប់សែននាក់យើងខំរៀបចំកន្លែងឲ្យព្យាបាលជំងឺអីផ្សេងនៅជាប់ជាប្រចាំគ្រួសារទ័ពដែលត្រូវចលះខ្លួនពីជាមុខមកយើងខិតខំរកងទ័ពនៅជួរមុខដែលវិរៈកងទ័ពរបស់យើងដែរយើងធ្វើការងារជាប់ជាប្រចាំជួនប្រជាពលរដ្ឋរឿងដែលរងគ្រោះនៅប្រៃចាននិងជោគជ័យយើងបន្តជួយបែបបោះបង់គាត់ចោលទេជាអកុសលវាមានកើតហេតុប៉ះពាល់ប្រមាណគ្រួសារយើងមិនបោះបង់ការជួយនិងការខិតខំស្ដារឡើងវិញនោះទេប៉ុន្តែយើងទប់សភាពការដែលបើសិនជាយើងមិនស្រួលមិនមែនមានតែប្រមាណផ្ទះហ្នឹងទេពេញភូមិបាទប្រមាណភូមិហ្នឹងអាចនៅក្នុងអត់ផ្ទះរាប់ពាន់ខ្នងទៅអាចរៀលអ្នកប៉យប៉ែតនៅនឹងទៅរាល់ថ្ងៃអត់បើយើងធ្វើមិនទប់សភាពការបានខុសគ្នាតែប្រមាណគីឡូទេបើគ្រាប់ចាប់ផ្ដើមផ្លោងគ្មានអ្នកប៉យប៉ែតនៅនោះទេសូមជម្រាបថានៅក្នុងរយៈពេលជំនួបព្រំដែនជាមួយថៃរយៈពេលជាង3ខែមកនេះរាជរដ្ឋាភិបាលស្ងាត់តែមិននៅស្ងៀមនោះទេគឺគ្រប់ទាំងអស់គឺគ្រប់ផ្នែកទាំងអស់រួមគ្នាដោះស្រាយបញ្ហាជាមួយគ្នាហើយអ្វីដែលពិសេសនោះគឺចង់ស្ដារស្ថានភាពដើម្បីកិច្ចការដោះស្រាយបញ្ហាព្រំដែននេះឲ្យបានចប់ឈប់តឹងទ្រូងបន្តទៀតហើយឈានទៅរកការដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីស្របទៅតាមគោលការណ៍ដែលធ្លាប់មានជាមួយគ្នា